សូមជូនរឿងស្ដេចបក្សីនាគ្រាមួយនោះសត្វបក្សីទាំងអស់ប្រជុំគ្នាដើម្បីជ្រើសស្ដេចបក្សីដើម្បីដឹកនាំសត្វបក្សីទាំងអស់ណែពួកយើងទាំងអស់គ្នារាល់ថ្ងៃនេះយើងពុំមានស្ដេចបក្សីដើម្បីដឹកនាំពួកយើងទេដូចនេះយើងត្រូវតែជ្រើសរើសបក្សីណាមួយដើម្បីធ្វើជាស្ដេចបក្សីមិនហើយខ្ញុំយល់ស្របហើយខ្ញុំក៏យល់ស្របដែរអូខ្ញុំក៏យល់ស្របដែរក្នុងនោះមានបក្សីពីរក្បាលដែលចង់ខ្លាចជាស្ដេចគឺសត្វក្អែកនិងសត្វមៀមដែលសុទ្ធតែមានអ្នកគាំទ្រច្រើនរៀងខ្លួនណែខ្ញុំគាំទ្រលបងក្អែកបើជំនុំខ្ញុំវិញក៏គាំទ្រលបងមៀមដែរលបងមៀមស័ក្តិសមធ្វើជាស្ដេចណាស់លបងក្អែកគឺស័ក្តិសមធ្វើជាស្ដេចជាងដោយចង់ឈ្នះរៀងខ្លួនសត្វទាំងពីរក៏ដើរនិយាយអាក្រក់ពីគ្នាទៅវិញទៅមកសត្វក្អែកថាសត្វមៀមភ្នែកធំជាសត្វកាយសាហាវបំផុតមិនគួរធ្វើជាស្ដេចទេម៉ានហើយអាសត្វមៀមហ្នឹងណាភ្នែកវាធំភ្នែកលៀនពិតជាអាក្រក់ណាស់ហើយគួរឲ្យខ្លាចទៀតផងគួរឲ្យខ្លាចខ្លាំងណាស់វាមិនស័ក្តិសមធ្វើជាស្ដេចទេរីឯសត្វមៀមប្រាប់សត្វឯទៀតថាសត្វក្អែកខ្មៅទាំងសម្បុរខ្មៅទាំងឆ្អឹងនិងមានចិត្តគំនិតក៏ខ្មៅដែរវាឬស៊ីលួចឆក់គេមិនអាចធ្វើជាស្ដេចបានទេមិនហើយអ្នកទាំងអស់គ្នាសត្វក្អែកមិនស័ក្តិសមធ្វើជាស្ដេចទេពីព្រោះថាវាខ្មៅទាំងឆ្អឹងខ្មៅទាំងរំខ្មៅទាំងចិត្តគំនិតវាតែងតែរកស៊ីលួចឆក់គេវាមិនសមធ្វើជាស្ដេចទេមែនហើយពិតជាមិនស័ក្តិសមមែនការឆ្លោះប្រកែកគ្នារបស់សត្វទាំងពីរធ្វើឲ្យសត្វបក្សីមួយចំនួនធំពុំអាចជ្រើសស្ដេចបក្សីបានហើយក៏សម្រេចចិត្តលោកសត្វហង្សធ្វើជាស្ដេចចាប់ពីពេលនោះមកសត្វហង្សការបានធ្វើជាស្ដេចក៏ទូមានក្អែកនិងមៀមថាការឆ្លោះគ្នានិយាយអាក្រក់ពីគ្នាមិននាំមកនូវផលអ្វីល្អទេក្រៅពីការចាញ់ទាំងសងខាងទេវាបែរជាធ្វើឲ្យអ្នកដទៃឆ្លៀតឱកាសបានទៅវិញណែអាពីក្បាលឡាកុំនិយាយអាក្រក់ពីគ្នាណាកុំឆ្លោះប្រកែកគ្នាណាការនិយាយអាក្រក់ពីគ្នាហ្នឹងគឺមិនបានផលអ្វីក្រៅពីអត់លិតទេចាំពីពេលនេះទៅធ្វើតែរឿងល្អទៅណាឯជឿជាងទៅសត្វក្អែកនិងមៀមស្អប់គ្នាខ្លាំងពេកក៏ចែកពេលគ្នារកស៊ីឯសត្វក្អែករកស៊ីពេលថ្ងៃរីឯសត្វមៀមវិញរកស៊ីពេលយប់ចាប់ពីពេលនេះតរៀងមកទៅ